បើជាបឋមខ្ញុំបាទសូមអនុញ្ញាតគោរពចំពោះលោកជំទាវប្រធានអធិបតីនៅក្នុងទីនេះអាដាមលោកជំទាវអស់លោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះឬក៏អាចនិយាយបានថាជាសិក្ខាកាមសម្រាប់វគ្គអប់រំផ្លូវចិត្តដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះដែលរៀបចំដោយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយហើយខ្ញុំបាទសូមអនុញ្ញាតថ្លែងអំណរគុណដល់គង់ពោះចំពោះឯកឧត្តមកតេនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រីដែលជាប្រធានស្ថាប័ននៅក្នុងទីនេះលោកបានផ្ដល់ឱកាសនិងតម្លៃដល់គង់ខ្ពស់បំផុតសម្រាប់រូបខ្ញុំតំណាងតាមរយៈក្រសួងធម្មការនិងសាសនាក៏ដូចជាអាដាមចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាខ្ញុំសូមណែនាំខ្លួនតាមរយៈកម្មវិធីនេះដើម្បីឲ្យងាយយល់ហើយក៏ងាយស្គាល់គ្នាជាការរាប់អានហើយក៏មានបងប្អូនយើងមួយចំនួនក្នុងទីនេះក៏បានស្គាល់ហើយពិសេសបងខាងមុខនេះក៏បានរៀនជាមួយគ្នាបាទហើយខ្ញុំបានចេះពីគាត់មួយអានេះបើនិយាយទៅគេហៅថាដំរីជើង4គង់តែមានផ្្លាត់មែនខ្ញុំជជែកលេងពេលដែលចេញពីវគ្គបណ្ដុះបណ្ដាលចេញសម្រាប់នៅក្នុងវគ្គបណ្ដុះបណ្ដាលនយោបាយកម្រិត2ចំនួន2នេះខ្ញុំថាឃើញបងឈរនៅមុខអង្គភាពពុកលួយបាទដល់អញ្ចឹងគាត់ហើយបងឯងមិននិយាយអញ្ចឹងបងឯងនិយាយថាម៉េចវិញខ្ញុំនិយាយលេងនិយាយមែនហ្នឹងបានគាត់បញ្យល់ខ្ញុំថាគេហៅបែបនេះគេហៅបែបនោះខ្ញុំគិតថាកំហុសចាត់ទុកជាគ្រូក៏ប៉ុន្តែកុំឲ្យខុសដដែលហើយអ្វីដែលសំខាន់ខ្ញុំមិនដឹងថាត្រូវលើកអ្វីឲ្យសមស្របទៅនឹងប្រធានបទហើយឲ្យត្រូវទៅតាមអ្វីដែលជាបំណងដែលជាការចង់បានរបស់អង្គភាពពិសេសគឺលោកជំទាវបងលោកជំទាវម៉ែខ្ញុំចាប់អារម្មណ៍ហើយខ្ញុំក៏ចង់មានអារម្មណ៍កំពុងតែសួរខ្លួនឯងថាតើខ្ញុំជាអ្នកខុសឬក៏លោកជំទាវជាអ្នកកំហុសមានកំហុសខុសនឹងតង់ចេះទេខ្ញុំមានកូនប្រុសឥឡូវ4ឆ្នាំជាងហើយខ្ញុំដាក់ឈ្មោះច័ន្ទមនីដែរហើយឈ្មោះហ្នឹងមិនមែនខ្ញុំចង់ដាក់ខ្លួនឯងទេគឺខ្ញុំសុំពីសម្ដេចព្រះមហាសមេធាធិបតីនុនង៉ែតហើយលោកក៏ប្រទានឈ្មោះហ្នឹងមកហើយក៏គិតថាល្អក៏ដាក់ទៅហើយមកឃើញលោកជំទាវច័ន្ទមនីដែរខ្ញុំកំពុងសួរថាតើលោកច័ន្ទមនីនឹងជាស្រីឬក៏ជាប្រុសអញ្ចឹងបានជារឿងដកនៅក្នុងចិត្តមួយបើដូចឈ្មោះខ្ញុំអីខ្ញុំដូរឈ្មោះខ្លួនឯងម្ដាយខ្ញុំដាក់ឈ្មោះឲ្យឪពុកខ្ញុំដាក់ឈ្មោះឲ្យប៉ុន្តែវាអត់ហុងស៊ុយសោះរឿងហ្នឹងអត់ជឿអត់បានទេព្រោះខ្មែរយើងមានក្បួនមហាទក្សាហ្នឹងគឺក្បួនដើម្បីដាក់ឈ្មោះកូនមិនយើងបើកឃើញបែបណាកើតថ្ងៃណាត្រូវដាក់ឈ្មោះអីចោមអសរអីពងអីធាតអីយើងមានទាំងអស់អញ្ចឹងហើយខ្ញុំមិនពិបាករកទេដោយសារតែប្រវត្តិខ្ញុំអាចថាសរសេរឈ្មោះខ្ញុំទៅឬក៏បើកចុះបើកឡើងអំពីវិស័យសាសនាគង់តែនឹងឃើញអំពីប្រវត្តិនិងឈ្មោះដែលខ្ញុំបានបដូរហ្នឹងឥឡូវខ្ញុំឈ្មោះប៉ែនវិបុលហើយយប់មិញនេះសារជូនពរមែនតែនខ្ញុំដោយសារតែបានឡើងទៅជាប្រតិភូអមនាយករដ្ឋមន្ត្រីហើយទៀតពិតខ្ញុំប្រាប់គេវិញថាអានេះវាជាសតិសសោទេវាគ្រាន់តែសូដូចទេប៉ុន្តែប្រាក់ខែនៅដដែលទេពីព្រោះវាមិនមែនជាខ្ញុំវាគ្រាន់តែឈ្មោះដូចគ្នាបាទគឺបងអាដាមប៉ែនវលដែលធ្លាប់ជាប្រធានយុគឋានបុគ្គលិកឥឡូវឡើងអគ្គនាយករងនៃក្រសួងមហាផ្ទៃឯនោះទេតែវាដូចគ្នាពេក
ចឹងយើងក៏ពេលខ្លះក៏អរគុណទៅពេលខ្លះក៏ប្រាប់គេថាអ្វីវានៅដដែលដូចឈ្មោះខ្ញុំឈ្មោះវិបលអញ្ចឹងអាចបែងជាកំណាព្យថាម៉េចថាសមុទ្រធំធេងរែងរលឹករីទឹករលករលែមសាយសមុទ្រធំធេងវែងអន្លាយតែនៅមិនឆ្ងាយជាងវិបុលលយហ៎បងប្អូនឆ្លយណាស់វាធំវាធេងវាទលំវាទលាយវាអស្ចារ្យឈ្មោះគឺដាក់យកអញ្ចឹងហ្មងប៉ុន្តែគ្រាន់ថាជាក់ស្ដែងវាមិនមែនហុងស៊ុយគ្រប់យ៉ាងនៅលើឈ្មោះតែគ្រាន់តែថាឈ្មោះនេះមួយសញ្ញេនេះពីរតិចថាជារឿងសាមញ្ញវាអាចគេហៅថាខ្មែរយើងថាសម្ដីសជាតិមាយាទសពូជហើយអ្នកខ្លះគាត់មិនជឿទេបើខ្ញុំជឿដោយសារតែខ្ញុំអនុវត្តនិងរស់នៅក្នុងវិស័យនេះពិសេសវិស័យសាសនាមានរយៈពេលជិត20ឆ្នាំក្នុងភេទជាបព្វជិតហើយអរគុណលោកជំទាវបងដែលបានផ្ដល់កិត្តិយសសម្រាប់រូបខ្ញុំដោយសារប្រធានបទរបស់យើងពាក់ព័ន្ធទៅនឹងការអប់រំផ្លូវចិត្តហើយខ្ញុំឃើញបងប្អូនចូលរួមសិក្ខាកាមក៏ដូចជាបងទាំងអស់ពិសេសគឺគណៈអធិបតីដែលបានផ្ដល់កិត្តិយសធ្វើឲ្យខ្ញុំនឹកឃើញពាក្យមួយឃ្លាដែលគេនិយាយថាតើសេចក្តីទុក្ខខ្លាចអ្វីជាងគេបានគេនិយាយថាសេចក្តីទុក្ខគឺវាខ្លាចស្នាមញញឹមណាស់អញ្ចឹងបានអ្នកថតគាត់ព្យាយាមថាញញឹមពីព្រោះគាត់ខំថតគាត់មិនអោយយើងមុខមិនរិចទេគឺថាឲ្យរិចសេចក្តីទុក្ខហ្នឹងវាខ្លាចស្នាមញញឹមណាស់ពេលដែលយើងញញឹមពេលណាសេចក្តីទុក្ខវាក៏នឹងរត់ចេញពីយើងនៅពេលនោះឥឡូវសូមអញ្ជើញបងប្អូនទាំងអស់គ្នាចាប់ផ្ដើមញញឹមបាទចាប់ផ្ដើមពីតុកបងខាងនេះមួយបងស្រីបងញញឹមមកញញឹមតគ្នាអញ្ចឹងបាទហើយមួយទៀតគេថាបើនរណាចង់រៀនពូកែបើចាស់ថាបើចង់បានអាយុវែងចូលញញឹមមួយថ្ងៃឲ្យបាន50ឆ្ញែងអត់ទេមែនអ្នកខ្លះអត់ញញឹមសោះមើលអ្នកពាក់ម៉ាស់អានឹងខ្ញុំអត់និយាយគេលោកគាត់លួចញញឹមក្នុងម៉ាស់តែអ្នកខ្លះគាត់អត់ញញឹមសោះពិសេសគណៈអធិបតីខ្លះឡើងមកនិយាយអញ្ចឹងគេអញ្ជើញសូមអញ្ជើញអាដាមលោកជំទាវដោយលោកជំទាវបងសួរខ្ញុំមិនអញ្ចឹងថាលោកជំទាវម៉ែណាមិនអីខ្ញុំថ្លែងសន្ទរកថាលឿនពេកឬក៏អីពេកខ្ញុំថាអត់ទេព្រោះមែនដោយសារអីគាត់ខ្វូតទាំងសម្ដីរបស់អាដាមនីតិកតិកាសោបណ្ឌិតនោះថែមទៀតអញ្ចឹងមានន័យថាគ្រប់ជ្រុងជ្រោយហើយពិសេសលើកអំពីទស្សនវិជ្ជាមួយចំនួនដែលខ្ញុំរស់នៅក្នុងវិស័យធម្មការនេះខ្ញុំគិតថាខ្ញុំសូមសន្ទរកថាហ្នឹងហើយខ្ញុំថាណាអ្នកសរសេរហ្នឹងខ្ញុំចង់រកមុខដែរបន្តិចឬក៏បណ្ឌិតសរសេរគឺអត់ខ្ចោះដោយសារអីគឺរំលេចអំពីអ្វីដែលជាទស្សនវិជ្ជាអ្វីដែលជាស្ថានភាពដែលសង្គមរបស់យើងពិសេសគឺយើងទាំងអស់គ្នាកំពុងតែរស់នៅជាមួយឥឡូវយើងមើលតតុងអត់សុំប្រចាំងមកស្លាយឬក៏ខាងដើមវិញអាចបិទអានេះចាស់មិនបាច់បើកកវ៉ាន់បើកអាខាងលើបិទស្លាយនេះចាស់បាទអាចមើលទៅពួកខ្ញុំក៏មិនមានស្លាយច្រើនដែរខ្ញុំគិតថាខ្លីអីក៏ខ្ញុំចង់រំលេចជាខ្លឹមសារថាយើងមើលតុងទាំង3សួរថាខ្ញុំដើរតាមសាលាជាច្រើនសួរលោកគ្រូអ្នកគ្រូសិស្សនិស្សិតទាំងសាកលវិទ្យាល័យអីខ្លះក៏អត់ដឹងសួរថាតើតុងទាំង3នេះតំណាងអីខ្លះបែបណាគាត់ឆ្លើយចឹងសួរថាតុងសាសនាតើមានប៉ុន្មានពណ៌មើលសួរបងស្រីស្អាតទេឃើញសារបង្ហោះ Facebook ខ្ញុំប្លែកណាស់ហើយខ្ញុំសួរលោកជំទាវដែរសួរថាលិខិតអញ្ជើញអត់បានដាក់សម្លៀកបំពាក់ឬក៏អ្វីទេដោយសារ
ហើយលឿនមែនតើអញ្ជើញនេះលឿនណាស់ប៉ុន្តែវាគិតយូរហើយតើអញ្ជើញលឿនខ្ញុំទៅរតនគិរីម្សិលមិញទៅមកដល់យប់មិញឥឡូវមកដល់កន្លែងនេះហើយឯកសារអីរៀបជូនទេប៉ុន្តែគាត់ថាចាំជូនពេលក្រោយទៅលោកជំទាវនឹងទម្លាក់ជូនខ្ញុំប្លែកថាគួរស្លៀកពាក់មិនលោកជំទាវថាសមរម្យឥឡូវខ្ញុំសួរអញ្ចឹងបើឲ្យកដាស់ទៅសួរថាសួរដល់ថ្នាក់គ្រូបរិញ្ញានាយកផងក៏មានដែរគាត់ឆ្លើយអត់ត្រូវសួរថាប្រមាណពណ៌6ពណ៌អរគុណតណៃជូនបងស្រីមួយបាទបាទចាំយករង្វាន់សនរំមួយដែរនេះ6ពណ៌អញ្ចឹងយើងមើលទៅវាដូចជាឃើញតែ5ឯងខៀវលឿងក្រហមសភ្លេកតែយើងពណ៌ហងស្បាតអញ្ចឹងអា6ពណ៌ហ្នឹងគឺពណ៌5ហ្នឹងចម្រុះគ្នាគេហៅថា6ពណ៌គឺពណ៌ភ្លេកសូមមើលទង់ជ័យឆពណ៌រាំងសីដែលមានរាំងស្មៃភ្លឺស្រស់ល្អហ្នឹងគឺសុទ្ធតែចំណេះដឹងហើយយើងសួរថាក្នុងចំណេះដឹងទាំងអស់ហ្នឹងថាតើជាចំណេះដឹងយ៉ាងដូចម្ដេចអញ្ចឹងខ្ញុំគ្រាន់រំលេចខ្លីថាសន្តរកថានឹងការលើកឡើងរបស់លោកជំទាវនេះហើយភាពចាស់ទុំនៅក្នុងការរៀបចំរបស់លោកជំទាវគឺបានបង្រៀនដល់ខ្ញុំដែលជាវាគ្មិនដែលជាក្មេងចំនួនក្រោយថាធ្វើអ្វីត្រូវឲ្យមានក្រឹតក្រោមត្រូវឲ្យមានរបៀបត្រូវឲ្យមានភាពរៀបរយគឺគាត់បរៀនខ្ញុំតាំងពីគាត់អញ្ជើញខ្ញុំហ្នឹងគឺគាត់ចាប់ផ្ដើមបរៀនខ្ញុំហ្មងនេះគាត់មិនមែនទៅបរៀនថាអាដាមកូនអាដាមប្អូនទៅធ្វើអញ្ចឹងទេក៏ប៉ុន្តែទង្វើនិងអេរយាប័តការឆ្លើយឆ្លងសម្ដីទង្វើរបស់គាត់បានបង្រៀនថាយើងត្រូវមានបំរុងប្រយ័ត្នហើយនឹងការចូលរួមដោយភាពទទួលខុសត្រូវធ្វើឲ្យខ្ញុំនឹកឃើញរឿងនិទានខ្លីមួយដែលមានលោកសេនាប្រមុខម្នាក់គាត់បានចេញដំណើរជាមួយនារសាររបស់គាត់ដើម្បីកំសាន្តតាមរយៈការស្ទូចត្រីមានបងណាចិត្តស្ទូចត្រីទេនៅនេះមានស្ទូចត្រីហើយសបាយរីករាយជាមួយនឹងនារសារម្នាក់របស់គាត់នឹងហើយក៏ធ្វើដំណើរមកដល់ផ្ទះមកដល់កន្លែងរស់នៅរបស់គាត់បានប្រាប់ទៅនារសាររបស់គាត់ថាឯងយកត្រីនឹងទៅទុកទៅដកត្រីឯងចេញទៅហើយត្រីខ្ញុំទុកនៅនឹងឯងលោកបើកភ្នែកធំហ្មងលោកទាវខ្ញុំមិនដឹងបើត្រីដាក់ចូលគ្នាហើយមួយណាដឹងត្រីលោកប្រធានមួយណាដឹងត្រីខ្ញុំទៅធ្វើម៉េចឥឡូវធ្វើម៉េចមានត្រីមានអតញ្ញាណប័ណ្ណដែរមានឈ្មោះដែរមានអីដែរគឺចំណុចនេះគាត់បានប្រាប់ទៅដល់នារសាររបស់ខ្លួនថាមិនច្រឡំគ្នាទេដូចតែមិនច្រឡំគ្នាទេមូលហេតុអីណែមើលទៅត្រីណាដែលកាត់កតុយអានឹងរបស់ខ្ញុំអាណាអត់កាត់កតុយរបស់អ្នកឯងហើយអញ្ចឹងគឺភាពច្បាស់លាស់គាត់មិនបាច់ចាំទៅបរិញ្ញាឯងទៅច្បាស់ណាកន្លែងហ្នឹងណាធ្វើតែអញ្ចឹងណាអត់ទេអត់ចាំបាច់បរិញ្ញាគឺថាសកម្មភាពប្រចាំថ្ងៃរបស់ចៅវាយរបស់ថ្នាក់ដឹកនាំនេះបានបង្រៀនទៅដល់គាត់ថាអ្នកឯងត្រូវធ្វើជាមនុស្សបែបណាហើយចងចាំមួយជីវិតចំណុចហ្នឹងហើយធ្លាប់ឮទេសម្ដេចដេជោដែលអតីតជានាយករដ្ឋមន្ត្រីរបស់យើងលោកបានមានប្រសាសន៍ដែលលោកមានប្រសាសន៍នៅទីស្តីការគណៈរដ្ឋមន្ត្រីថាខ្ញុំមិនមែននិយាយលេងសើចទេលើកនេះពាក់ព័ន្ធនឹងការចាក់បទគោរពទង់ជាតិលោកថាក្រិតក្រមរបស់លោកប៉ុណ្ណឹងផងណាมันបាន 10% នៃសម្ដេចព្រះបរមរតនកោដ្ឋទេខ្ញុំជឿថាคลิปហ្នឹងឯកសារហ្នឹងបងប្អូនមន្ត្រីរាជការរបស់យើងធ្លាប់ឮគឺសម្ដេចព្រះបរមរតនកោដ្ឋហើយតាមប្រវត្តិហ្នឹងគឺជាការពិត
បើទទួលភ្ញៀវគឺលោកមើលតាំងពីចាននឹងយ៉ាងម៉េចហើយមកហូបនឹងយ៉ាងម៉េចប្រមាណមុខយកមកពីណាដាក់នៅតាណាភាពឥតខ្ចោះដែលកម្ពុជារបស់យើងដូចខ្ញុំឃើញលោកជំទាវខ្ញុំមានប្រសាសន៍ខ្ញុំបានលើកឡើងថាខ្ញុំបានឃើញនៅព្រលឹងពពកបរោះខ្ញុំបានឃើញពីភាពចាស់ទុំពីអ្វីដែលស្ត្រីខ្មែររបស់យើងដែលជាស្ត្រីគ្រប់លក្ខភូមិខ្ញុំក៏មានដែរតែឥឡូវគាត់ស្លាប់ហើយគឺដើរតម្រឹមជើងគ្នាមានន័យថាបង្ហាញអំពីវិសាលភាពមួយដែលខ្មែររបស់យើងដែលបង្ហាញអំពីចរិតអញ្ចឹងមានន័យថាសកម្មភាពនេះសំណួរសួរថាតើវាឆ្លើយតបជាមួយអ្វីនៃការអប់រំផ្លូវចិត្តរបស់យើងដែរឬទេពីព្រោះគ្រូពេទ្យមិនប្រកាសថាមិនឈឺទេហើយព្រះសង្ឃឬក៏អ្នកបួសបព្វជិតក៏មិនប្រកាសថាមិនប្រព្រឹត្តខុសវិន័យដែរយ៉ាងណាអង្គភាពប្រឆាំងពើពុកអលួយយើងក៏មិនប្រកាសថាសិទ្ធិអ្នកមានភាពស្អាតស្អំដែរប៉ុន្តែគោលការណ៍អ្វីដែលជាការរៀបចំគឺវាមានហើយស្រេចយ៉ាងណាមិញបង្ហាញដូចគ្នាសួរថាតើតាមរយៈការរៀបចំឲ្យមានរបៀបរៀបរយនៅក្នុងខ្លួននេះខាងក្រៅនេះតើវិជ្ជាឥទ្ធិពលយ៉ាងដូចម្ដេចរហូតដល់ខ្មែរយើងនិយាយថាអីគេគ្រួសាររុងរឿងបិទភរិយាជាអីជាដើមតែភរិយាជាហ្នឹងទង្វើរបស់ស្ត្រីគ្រប់លក្ខរួមជាមួយនឹងស្ត្រីខាតលក្ខហ្នឹងថាតើបង្ហាញអំពីអិរិយាបថនិងផ្លូវចិត្តរបស់ប្តីរបស់គ្រួសាររបស់អ្នករស់នៅយ៉ាងដូចម្ដេចហើយខ្ញុំមកអប់រំនេះមកផ្ដល់នៅបទបង្ហាញខ្លីនេះសួរថាអប់រំចិត្តបានប្រមាណហើយធ្វើអ្វីបានហើយក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញអ្វីដែលខ្ញុំចង់ឆ្លុះបញ្ចាំងនៅក្នុងទីនេះវាផ្ដើមចេញអំពីយើងដែលជាមនុស្សដែលជាចលករដែលជាអ្នកធ្វើដែលជាអ្នកគិតថាយើងត្រូវការអីដូចខ្ញុំបានស្ដាប់ការជជែករបស់អាដាមបងអនុប្រធានដែលលោកបានជជែកគ្នាខ្ញុំលួចស្ដាប់ដែរលោកថាធ្វើម៉េចឲ្យតែចិត្តសប្បាយកុំចំណែនកុំឈ្នានេះឲ្យរីករាយអីចឹងនេះគឺជាកាតព្វកិច្ចនិងជាភារកិច្ចរបស់មនុស្សម្នាក់ដោយមានស្ត្រីម្នាក់គាត់ពិបាកចិត្តណាស់ពិបាកចិត្តនឹងកូនរបស់គាត់វាញ៉ាំស្ករច្រើនពេកហើយអត់ដឹងធ្វើម៉េចឲ្យវាឈប់ញ៉ាំស្ករឯងគេល្បីថាមហាថ្មកន្ធីបកាយយកកូនទៅតាលោកតាជួយផងនេះធ្វើម៉េចកុំឲ្យវាញ៉ាំស្ករច្រើនពេលវាញ៉ាំស្ករច្រើននិយាយមិនក៏វាមិនស្ដាប់ដែរមហាថ្មកន្ធីលោកមើលមុខឯថាអត់អីឥឡូវយកវាទៅវិញទៅចាំ3ខែក្រោយចាំយកម្ដងទៀតខ្ញុំប្រាប់នោះប្រឹងអប់រំកូនផងវាយផងអីផង3ខែក្រោយយកកូនមកមែននៅយកកូនមកលោកតាដល់វាឲ្យខ្ញុំជួយផងឲ្យវាឈប់ញ៉ាំស្ករច្រើនហ្នឹងកុំឲ្យញ៉ាំស្ករច្រើនពេកឈឺផងអីផងពិបាកបានមហាថ្មកន្ធីឲ្យចៅហ្នឹងមកចិត្តណាអោបណែចៅកុំញ៉ាំស្ករច្រើនពេកណាលឺអត់ឈប់ណាលឺម៉ាក់ប្រាប់ទេទៅវិញនោះបើកភ្នែកមើលមុខហ្មងអើយឯងលឺតែអ្នកប្រាជ្ញលឺតែបកាយអប់រំហើយហេតុអីរឿងអីឯងចាំដល់3ខែយកមកយកឲ្យមិនក៏ប្រាប់អញ្ចឹងទៅខ្ញុំប្រាប់អានឹងរិចមាត់អីហ្នឹងមិនចាំបាច់មកប្រាប់អីអញ្ចឹងទៀតបានមហាថ្មកន្ធីលោកបានមានប្រសាសន៍ថាត្រូវមូលហេតុដែល3ខែមុនដែលខ្ញុំមិនបានប្រាប់ឲ្យចៅជប់ញ៉ាំស្ករដែលនាងយកកូនមកហ្នឹងដោយសារតែកាលពី3ខែមុនខ្ញុំក៏នៅស៊ីស្ករច្រើនដែរហើយបើខ្ញុំនៅញ៉ាំនៅហូបនៅស៊ីច្រើនអញ្ចឹងខ្ញុំទៅប្រាប់ឲ្យគេធ្វើម៉េចឥឡូវខ្ញុំបថយដែរឥឡូវខ្ញុំបថយបានហើយខ្ញុំប្រាប់ចៅ
nhiều lúc bao nề mà đó prap ở đấy con vậy chắc miền đây thầm mày mến vậy anh mai ở của score chờ nè do score tới chập đam và thôi vì mai và thôi vì luôn ai nên tới tục ở pua nhằm ở tách cầm ở con nó về cắt từ tam nâng nó chẳng vậy tha vay đây chỉ ca bắt đầu vay đây chỉ ca từ tua viên mình ăn cho hay sầm tay sầm khăn cứ bắt đầu mà bị luôn dường đôi chân này trong kết tha cả lệnh mô bật thiên rồi bỏ dường đi trong xua tụ bay chia dạng ná vì pro trong kết tha rốt sả nhà này chùm ngữ đem mình đủ miền vì bắt play chất ní dương miền pet dương miền ca bình nứt dương miền thưa te bài đi tam và dạ ca thưa te dạng đi dạng nu có bàn tay không tâm ní đá trong kết tha chất để bán ọp rống đôi pre lốc sầm đáy và bột tha chất tăng toàn tăng cả ta so kha và hàng ca tu miên chất ca ọp rống chất bán chỉ hạt nó mà nơi sự cái đấy sọc mình nú để miên nơi sự cái đấy sọc play chất cứ chia mình nú để miên ắt tịch pol luôn ai hai nâng nhang ắt tịch pol đa nẹt đợt tây bong ai sai cúp nâng cử đăng này ông quý chất cái này là na để ngọc là na để quạt miên sự cái đấy sọc á dương cuối có bài cầm lăng đây sự cái đây sốc cầm lăng đây sự cái đây ngao và bao quạt nâng miền phía mà lời dương đôi nè đây thác sai cục bộ cồn bài ná nè nâng khai từ chia bộ cồn bài đủ lấy trong xong cầm ai như vậy tại trong pek trong xong xua mùi trong xong xua thà bài chất chỉ chất rồi bỏ dương hơi hai ấy ban chỉ dương bị bạ nơi khăn ca ọc rùm xâm rốt đi khẩy bởi tha viêm mình men chia rồi bỏ dương từ cho nẹ đợt tây từ cho nẹ sen nẹ đợt tây mình men chia rút dương từ cho thà dương cua tay bị bạ nơi khăn ca ọc rùm cho hạt ấy ban chỉ chất rồi bỏ dương sao nơi chỉ mua dương sao đăng ngầm pi ở vậy cứ than nơi chỉ luôn dương sao hay là vậy ban chỉ dương bị bạn ở khăn ca ọc rốm hai pe khla chiên từ đó chùm nói nơi ca vơ nơi át tịch khiết nâng vơ nơi rương để mình có bài chùm nói trần đi khi xong bông bộ nam mình nè có bàn đá đầm bầy chỉ cả chay cái đồng lệ bị prope khá chùm nói vi ớt khlang này vi ớt chara này có bàn đá np để dương đăng thà ta hát ấy bàn dương cục cơ ông viên mình bán hát ấy bàn dương tu miên viên mình bán hát ấy bàn dương miên à rõm tha dương mình bên chim mà cha vía anh nó cứ nơi thọn để dương thà ta mua là hạt ấy ban chỉ dương mình ai cục cơ việc bán bởi chất chia được bỏ dương sao nhóm trong chùm hiệp chun clay che bông xây sầm rạp quát miền phiệp smile khné có bàn tay chỉ rụt phiệp đôi để dương hạt pran cái đây đôi để dương phơi sạc cam ở phiệp ở vậy việc đà việc xôm đà nứng Prea yoki về cho rư cần để áp rôm play chất tầng lái lúc ọt mình thưa vậy lơ bình nâng nghe mình này thà pê để lúc chia diêm thưa lùm hạt tam rồi dạ ca cục krong ở rõm chênh đằng hàm chố xua tha đằng hàm chố nó ban phải giỏi ấy hỏi đôi nhâm ai quát can tất đà nó cứ tha ban phải giỏi cứ sầm đáy từ lỡ sật tệ này ca rồi lật đằng mà đâu dưỡng đại thay nô đại vì xe nó cứ nửa lỡ sật tệ bỏ ọt sật tệ cái hai ta mà được ọt sật tệ rồi cái dưỡng hai ta mà được vấp bà lá mà được chuột đôi chân ấy chia sẵn khải
អារម្មណ៍ឬក៏ការគិតនិងការធ្វើដដែលគឺយើងចាប់ផ្ដើមមាននៅលំនឹងក៏ដូចជាមាននៅកម្លាំងនៃផ្លូវចិត្តគឺយើងចាប់ផ្ដើមមាននៅលំនឹងមាននៅអារម្មណ៍នៃផ្លូវចិត្តអញ្ចឹងបានគេឲ្យយើងបិទភ្នែកគេឲ្យយើងនៅឲ្យស្ងៀមគេឲ្យយើងធ្វើសមាធិហ្នឹងសមាធិតើអត្តន័យនៅក្នុងគោលដៅយ៉ាងម៉េចខ្ញុំសូមទាញនៅសេចក្តីសង្ខេបនឹងសូមសួរថាសំណួរសួរថាតើនៅពេលដែលដើរអំបញ្ញមិញដែលទឹកហៀនឹងបែកក្បែរនឹងកំពប់ទៅហើយសួរថាបើសតិរបស់គាត់អត់នៅនឹងទឹកនេះអាចនឹងកំពប់ទេមើលតើបងអាចវឹកហាត់អានេះបានមួយថ្ងៃឲ្យបាន5នាទីក៏បានរៀបបើមានផ្តិលឬក៏បើមានជាកែវមានជាអីទៅដើម្បីយើងរៀនគ្រប់គ្រងអារម្មណ៍របស់យើងរៀនមាននៅលំនឹងរៀននៅមាននៅសាច់ដុំផ្នែកសុខភាពផ្នែកខួរក្បាលរបស់យើងគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចុះហើយសូមបងទាំងអស់គ្នាជាមូលដ្ឋានអាដាមលោកជំទាវបងប្អូនសិក្ខាកាមទាំងអស់សូមជួបប្រទះទៅនឹងពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណ